ចានេះគឺបានមកសង្ក្រានវត្តព្រៃឆ្វាណាបងប្អូនដោយសារមានបងប្អូនខមមិនជាច្រើនថាឲ្យខ្ញុំទៅលេងនៅវត្តព្រៃឆ្វាមកតែក៏ពិតវត្តព្រៃឆ្វាខ្ញុំដឹងថាមានលេងតែបងប្អូនប៉ុន្តែគាត់ថាខ្ញុំចង់ថាទៅលេង live ផ្សេងខ្លាំងនិយាយត្រង់ដោយសារអីខ្ញុំទៅព្រៃឆ្វាញឹកហើយដល់បើមានណាមានផុតព្រៃឆ្វាអីបើព្រៃឆ្វាសบายមែនបងប្អូនហើយគាត់តែមកដល់នេះអូនិយាយទៅពីមួយឆ្នាំទៅមួយឆ្នាំតែងទៅគឺរត់តែផ្លាយរត់តែស្អាតអញ្ចឹងណាបងប្អូនគាត់ថាខ្ញុំរៀងបញ្ញាប់មកពេកបងប្អូនអត់សូវមានមនុស្សបងប្អូនគាត់ខ្ញុំចេញមកវិញគឺសុទ្ធតែឡានសុទ្ធតែម៉ូតូចូលហ្មងបងប្អូនរាល់ឆ្នាំកន្លែងហ្នឹងគឺមនុស្សច្រើនមែនទេបងប្អូនចាហើយកន្លែងគឺចាប់ផ្ដើមធ្វើដំណើរទៅពីក្បាលប្រលប់ទៅនេះបងប្អូនមួយទឹកហើយចាថ្ងៃនេះគឺសូមឲ្យកូនប្រុសជូនដើរលេងមួយថ្ងៃចាងាយទេបានកូនជូនដើរលេងបងប្អូនចាទៅហើយមួយអូនឆែតចាហើយនឹងក្មួយស្រីខ្ញុំម្នាក់ទៀតចាអញ្ចឹងទាំងអស់4នាក់គឺជិះម៉ូតូទៅទេបងប្អូនចាកូនពោះខ្ញុំគឺអាងថាផ្លូវរៀងស្ងាត់ដែរចានេះទៅហើយឡើងហូបភ្នែកចង់ហូបចោលភ្នែកខ្ញុំហ៎បងប្អូនចាឥឡូវគឺចូលមកដល់ផ្លូវនេះបងប្អូនកន្លែងនេះដល់ផ្លូវចូលណាបងប្អូននិយាយពីផ្លូវចូលតងខ្សែចងផ្កាចងភ្លើងចងពូលអ៊ុយតាមផ្ទះអីមួយចងស្អាតមែនតើបងប្អូនគាត់តែចូលមកឡើងឆ្លាស់ខួរក្បាលមកបងប្អូននេះហើយបើតាមផ្ទះវិញសឹងតែថាមានកន្លែងជុំបងប្អូនសឹងតែគ្រប់ផ្ទះឬសោតធំបាសកន្ទ្រឹមរួមកន្ទ្រឹមសារវ៉ាន់រួមវងចង្វាក់ឡាំលាវអីនិយាយទៅគ្រាន់តែស្ដាប់មកបងប្អូនណាជាភាសាបាត់អូនបងហាអើយឈុំទៅអ៊ុយលឺសូបាត់ហ្នឹងហើយឡើងរំភើបមកនិយាយមកលឺបាត់ហ្នឹងរំភើបតាំងមុនចូលឆ្នាំកន្លះខែអីឲ្យតែមុនចូលឆ្នាំកន្លះខែគេចាក់ហ្នឹងរៀងរំភើបហើយខ្ញុំឆ្ងល់ដែរបងប្អូនចាក់បាត់ហ្នឹងបើសិនតែយើងចាក់មុនជុំអីអត់មានរំភើបទេមែនទេបងប្អូនយើងចាក់ធម្មតាអញ្ចឹងស្ដាប់ប៉ុន្តែឲ្យតែចិត្តចូលឆ្នាំពេលដែលលឺសូបាត់ហ្នឹងមានអារម្មណ៍ថាដូចរំភើបគិតដូចខ្ញុំអត់បងប្អូនឥឡូវគឺមកដល់អត់កិច្ចពីរបស់ហូបទេបងប្អូនឃើញតំណងពេកបងប្អូនហើយយើងឈ្ងុយបងប្អូនអត់មានកិច្ចផុតទេចាបងប្អូនចាំមានតាណាតាណាំងទៅអត់ខ្វល់អីទេហូបសិនណាបើរៀងតំណងពេកហីអញ្ចឹងគឺពួយបដើតាមផ្លូវចាហើយមួយខ្ញុំហើយកូនខ្ញុំអីនេះគេអត់ហូបទេចាបើបងប្រុសគេទាដែរគេទាស្អីគេណាទឹកជាកម្មទាអីគេណាបងប្អូនហើយចូលមកដល់កន្លែងនេះកន្លែងគេទាញមកគឺស្អាតហ្មងបងប្អូនហើយនេះវិញគឺត្បាល់កិនស្រូវបងប្អូនដែលស្គាល់អត់ត្បាល់កិនស្រូវកិនដោយដៃកាលពីមុនផ្ទះខ្ញុំមានមួយដែរកូនខ្ញុំគេថាកិនមិនអីមិនគេសួរខ្ញុំអញ្ចឹងណាឥឡូវគឺអត់សូវមានទេក្មេងៗក៏ដែរស្គាល់ដែរសូម្បីតែកូនប្រុសខ្ញុំក៏គាត់អត់ដឹងថានឹងអីគេដែរនិយាយទៅគឺគាត់រៀបចំមកគឺស្អាតហ្មងស្លាស់មុខស្លាស់មាត់មានខ្លែងឯកមានអីចឹងណាប៉ុន្តែនេះគេដាក់ថាខ្លែងខ្នងបងអូនអញ្ចឹងហើយគឺមានតែមួយផ្លេតហ្នឹងបងអូនចាចូលមកលេងតែមួយផ្លេតគឺខ្ញុំចាប់ផ្ដើមធ្វើដំណើរចេញមកខាងក្រៅវិញបងអូនហើយមានហ្វេនគាត់ឃើញគាត់ហៅអញ្ចឹងណាបងអូនចាហើយខ្ញុំនេះតាពីនំបដើខ្ញុំញ៉ែមួយហ្វេនហើយមានអារម្មណ៍ល្អថាមកដល់ផ្ទះគឺទិញវិជា2កំប៉ុងផឹកពីអ្នកប្តីទេសាអីប្តីនៅចាំផ្ទះម្នាក់ឯងតែមកដល់ផ្ទះគឺធ្វើឲ្យខឹងចា2កំប៉ុងគឺពាត់ម្នាក់ឯងចាគឺដេកទៅសុំហូបក៏អត់ឲ្យហូបដែរកុំឲ្យតែមីនីខឹងលទ្ធផលដែលទទួលបានគឺអញ្ចឹងឯងចានេះគឺមួតែកបួយយកហើយបងប្អូនតែខ្ញុំចិត្តដែរទៅគាត់ធ្វើឲ្យខ្ញុំខឹងតែបងអូនអារម្មណ៍ល្អណាស់ខំមកដល់ទិញផ្ញើប្តីអាណិតប្តីនៅចាំផ្ទះម្នាក់ឯងអញ្ចឹងទៅដល់មកដល់ចាអត់ទេធ្វើឲ្យយើងខឹងនេះចាហូបឌឺទៀតចាសុំមួយម៉ាត់ក៏មិនឲ្យដែរចាឲ្យរៀងជួយដែរចាហាត់ទៅហាត់ក្លិនទៅមិនសន្លត់អត់ឲ្យហាត់ក្លិនទៀតចង់និយាយចឹងហាត់មានហាត់ទេរបស់ខ្ញុំតែហាត់ក៏ខ្ញុំខឹងដែរនិយាយមែនតែខ្ញុំខឹងទៀតងដល់ងាប់និយាយមែនស្រីចាស់នេះអត់ចេះងណាស្រីចាស់នេះក៏ចេះងដែរនិយាយធម្មតាចង់មិនចង់អីអស់ល្បើតបានតែមកកំប៉ុងទេបងអូនតែដល់ពេលខឹងចេះចាពីកំប៉ុងខ្ញុំខំប្រឹងផឹកទៅអស់ទៅមិនអស់ក៏ខ្ញុំខំប្រឹងផឹកទៅអស់ដែរតែអត់អស់គេសើចខ្ញុំវិញចាកុំឲ្យចានចាពឺម្នាក់ឯងជីវិតជោគជ័យសាហាវឲ្យខ្ញុំចាខឹងប្តីវិជា2កំប៉ុងម្នាក់ឯងទាំងតែខ្លួនឯងនឹងមិនសូវហ៊ានហូបផងហ្នឹងបងអូនចាយូរហូបម្ដងស្អីហូបតែមកកំប៉ុងអីហ្នឹងថ្ងៃនេះអស់2កំប៉ុងឆ្ងល់ដល់ងាប់និយាយមែនតស៊ូសាហាវយើងមាននឹកថាកូនក៏មិននៅអីមិននៅពីអ្នកតាយាយអីចឹងណាអញ្ចឹងផឹកម្នាក់មកកំប៉ុងទៅនិយាយរឿងក្នុងចិត្តនិយាយរឿងយើងញ៉ៃអីចឹងទៅតែគេឲ្យយើងខឹងអត់ឲ្យហ៊ីឆត់ហើយក៏អត់និយាយចូលដែរចឹងនិយាយចឹងណា